បងប្អូនឲ្យសាច់ជ្រូកដែលខ្ញុំធ្វើមកព្រឹកហ្នឹងបងប្អូនលទ្ធផលចាញ់បានតែប៉ុណ្្នឹងទេបងប្អូនតែប៉ុណ្្នឹងក៏គ្រាន់ដែរមែនអត់ដោយសារតែខ្ញុំធ្វើលើកទី1បងប្អូនតែស្រួយដែរតាមិនអីស្រួយដែរតាបងប្អូនឥឡូវខ្ញុំហាន់ដាក់ចានដើម្បីរៀបបាយកូនស្រួយបងប្អូនគឺមិនស្រួយខ្លាំងជាមួយសាខខ្ញុំដាក់ឲ្យនេះចឹងហ្នឹងព្រោះពេលនេះខ្ញុំរវល់មើលកូនហើយផងទៅចឹងរៀងពិបាកដែរបងប្អូនប៉ុណ្ណឹងអូខេមែនណាប៉ុណ្ណឹងចាត់ទុកថារៀងគ្រាន់បើលើកដំបូងអញ្ចឹងពិបាកណាស់បងប្អូនយើងជីវិតយើងកូនទូចធ្វើម្ហូបមកបានហូបម្ដងមិនស្រួលទេមើលខ្ញុំភ្លក់មកស្រួយ